កើតក្នុងផ្ទៃម៉ែតែមួយក៏ដោយប៉ុន្តែវាសនារបស់យើងនឹងមិនដូចគ្នាទេនឹងអាចមកពីសម្ពាធបនយើងផ្សេងគ្នានិងការប្រឹងប្រែងរបស់យើងក្នុងពេលបច្ចុប្បន្នហ្នឹងមិនដូចគ្នាបើបុគ្គលនឹងធ្លាប់ចំម៉ែចំឪធ្វើទានរក្សាសិលជួយសង្គ្រោះអ្នកដទៃច្រើនបននឹងធ្វើឲ្យអ្នកនឹងមានសំណាងល្អជួបមនុស្សល្អប្តីប្រពន្ធល្អរស់ស៊ីក៏បានរីកចម្រើនលឿនចឹងទៅកូនខ្លះទៀតបនតិចពីអតីតមកចឹងជួនកាលរូបមិនស្អាតជួយចិត្តខឹងច្រើនទៅហើយចំណេះវិជ្ជាបញ្ញាញាណហ្នឹងក៏តិចដោយសារយើងមិនសូវសមការរៀនសូត្រហើយមិនសូវបានធ្វើទានកំណាញ់មិនសូវចាំម៉ែចាំឪអីពីដើមមកនឹងធ្វើឲ្យជោគវាសនាអ្នកហ្នឹងទៀបចឹងទៅហ្នឹងកម្លាំងកម្មពីអតីតប៉ុន្តែបើបុគ្គលនឹងប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមក្នុងពេលបច្ចុប្បន្នបន្ថែមអានឹងអាចជួយយឹតយោងធ្វើឲ្យជោគវាសនានឹងបានប្រសើរបើនៅក្នុងធម៌និយាយអំពីមកងងឹតទៅវិញភ្លឺកើតមកក្រប៉ុន្តែប្រឹងប្រែងទៅធ្វើឲ្យចម្រើនជីវិតជាចុងក្រោយទៅវិញជីវិតថ្មីនេះល្អចឹងយើងគួរកុំមានចិត្តចំណែននន្ទាឈ្នានេះគេឯងអ្នកខ្លះមិនបានអប់រំចិត្តហ្នឹងសំបីតាបងប្អូនខ្លួនឯងហ្នឹងក៏ចំណែនហើយទៅខឹងម៉ែខឹងឪថាស្រឡាញ់តាអ្នកនេះអត់ស្រឡាញ់ខ្ញុំចឹងបានខ្ញុំក្រចឹងបានខ្ញុំល្ងងតាមពិតទៅម៉ែឪស្រឡាញ់កូនទាំងអស់គ្នាហ្នឹងប៉ុន្តែកម្លាំងកម្មរបស់កូននឹងមិនដូចគ្នាអញ្ចឹងមិនអាចឲ្យវាសនារបស់កូននឹងបានដូចគ្នាទេទឹកចិត្តម៉ែឪនៅតែជួយហើយជួយអ្នកដែលពិបាកនឹងជួយច្រើនជាងគេទៀតផងអញ្ចឹងយើងគួររីករាយជាមួយនឹងសេចក្តីសុខការរីកចម្រើនរបស់បងប្អូនយើងហើយយើងប្រឹងប្រែងសាងបុណ្យកុសលជាមួយពុកម៉ែយើងតាមកម្លាំងធនធានធ្វើបុណ្យធ្វើកុសលចែករំលែកសេចក្តីស្រឡាញ់ទឹកចិត្តល្អភាពរស់រាយរាក់ទាក់សិលអាហ្នឹងយើងអត់មានទ្រព្យធ្វើយើងធ្វើតាមកម្លាំងរបស់យើងធ្វើតាមពាក្យសម្ដីរបស់យើងមុខមាត់របស់យើងរស់រាយរាក់ទាក់ជាកម្លាំងសិលអាហ្នឹងក៏ជួយយើងឲ្យបានចម្រុងចម្រើនដែរនៅក្នុងរឿងពុទ្ធសាសនាមួយភិក្ខុមួយអង្គលោកខ្សត់បន់មិនសូវបានធ្វើទានអញ្ចឹងធ្វើឲ្យមកបួសហើយហ្នឹងក៏អត់មានញាតិញោមណានិមន្តទៅបន់ទៅទានដែរខ្សត់ដែរគេមិនសូវស្គាល់បានព្រះអង្គប្រាប់ឲ្យភិក្ខុអង្គហ្នឹងអាសាយកទឹកមកដាក់កន្លែងប្រសង់លាងជើងដងទឹកសម្រាប់ប្រសង់ឆាន់រៀងរាល់ថ្ងៃអញ្ចឹងទៅដោយកម្លាំងបុណ្យពេលបច្ចុប្បន្នញាតិញោមពុទ្ធបរិស័ទឃើញលោកអាសាក៏ស្រឡាញ់រាប់អាននិមន្តលោកទៅបុណ្យប្រគេនចង្ហាន់អញ្ចឹងទៅដោយកម្លាំងបុណ្យបច្ចុប្បន្នហ្នឹងឯងអញ្ចឹងម្នាក់មានកម្លាំងកម្មហ្នឹងផ្សេងគ្នាទាំងកម្លាំងកម្មអតីតទាំងកម្លាំងកម្មបច្ចុប្បន្នយើងបានប៉ុណ្ណឹងដោយសារយើងដាំហេតុមកប៉ុណ្ណឹងអញ្ចឹងយើងគួររីករាយជាមួយបុណ្យគេហើយយើងផឹងសាងបុណ្យខ្លួនឯងឲ្យបានច្រើន